Second lên về right crossover ấy tập tờ lên mà ngày môn hao ấy đừng chân lấy nhau ngày nào trong lên block fruit mấy review account này ok là xa các bạn đấy chào mừng account the system lo open đấy Hello ថ្ងៃនេះអ្នកគ្នាសូមស្វាគមន៍មកកាន់វីដេអូថ្មីនៅក្នុងវីដេអូនេះដែរគឺខ្ញុំនឹងមកធ្វើការលេងជាមួយនឹង game Arise Crossover ចឹងខ្ញុំនឹងធ្វើការមក review account ដែល the system ឲ្យចានិយាយតែឥឡូវគឺយើងហៅថា the system ឲ្យទៅចុះប៉ុន្តែចុងវីដេអូគឺខ្ញុំនឹងប្រាប់អ្នកគ្នាថាតើ account ហ្នឹងបានមកពីណាពិតប្រាកដអញ្ចឹងមុនចូលវីដេអូយើងសម្រាប់គ្នាយើងដែលមកថ្មីៗបានជួយ subscribe ទេគឺជួយ subscribe ម្ដងមួយផងគឺយើងចិត្តគៀកទៅដល់ 6k ហើយបាទអញ្ចឹងខ្ញុំនឹងខំចេញវីដេអូឲ្យបានលឿនយ៉ាងឆាប់បាន 6k សួនអីអូខេអញ្ចឹងកុំឲ្យខាតពេលយូរតែយើងចូលក្នុងវីដេអូរបស់យើងទាំងអស់គ្នាអូខេអញ្ចឹងអ្វីដែលយើងមើលដំបូងគឺលុយសម្រាប់លុយគឺ1.23 T ណាវាស្មើ trillion បាត់ទៅហើយតែលុយនេះគឺច្រើនខ្លាំងមែនតើអញ្ចឹងលុយច្រើននេះខ្ញុំអត់ដឹងថាគួរយកទៅធ្វើស្អីទេក្រៅពីប្រហែលជាអាចទៅទិញដែរទិញអីទៅដឹង I don't know ហើយបាទនេះវិញខ្ញុំអត់ដឹងហៅមួយទេហៅ diamond តែម្ដងទៅគឺមានរហូតទៅដល់35.23 billion និយាយទៅណាអ្នកដឹងហើយ account ខ្ញុំអត់មានទេណាមកក្របក៏ខ្ញុំអត់មានផងតែ account នេះគឺថាមានគ្រប់ billion តែម្ដងនិយាយតែអា diamond ហ្នឹងថ្លៃណាស់នេះ29 Robux បានតែ10ហ្នឹងហើយពេលហ្នឹងខ្ញុំរកទិញតែ account នោះតែបានតិចពេកអញ្ចឹងប្រហែលជាឡើង level ខ្ពស់វាឲ្យ free ទៀតហ្នឹងខ្ញុំអត់ដឹងដែរយ៉ាអូខេអញ្ចឹងអាហ្នឹងលុយហើយហ្នឹង diamond អូខេឥឡូវយើងទៅមើលអីបន្តទៀតអូខេអញ្ចឹងខ្ញុំចង់មើលទៅលើ item វិញអ្នកទាំងអស់គ្នាអញ្ចឹងនេះយើងចូល item ហ្មងទៅអូខេអញ្ចឹងសម្រាប់នេះ item ដាវអ្នកទាំងអស់គ្នាមានជាមួយនឹងដាវ B rank ផងដែរអ្នកទាំងអស់គ្នាហើយជាមួយនឹងដាវ D rank C rank អីផ្សេងទៀតនិយាយទៅគឺច្រើនខ្លាំងមែនតើវ៉ាវគឺ account នេះគឺកប់តែម្ដង yes sir ហើយអាវុធ B rank នេះវិញគឺ damage សាហាវខ្លាំងមែនតើ237.66 លាន oh my god ឈឺខ្លាំងមែនតើអសវីយ៉ាវ៉ែប៉ុនវ៉ូអូខេឥឡូវខ្ញុំសាកចុះទៅកាប់តិចមើលចុំខ្ទង់លានអានេះស៊ីម្ដៅងប់អញ្ចឹងBruh អូខេយ៉ាងដាវខ្លាំងដែរណាស់នេះអូយើងឡើងលេវែលខ្ពស់យើងទៅកោះថ្មីក៏មានដាវប្រើប្រាស់ដែរយ៉ាមានដាវថ្មីដែរវាមិនមែនមានតែមួយមុខនោះទេអូខេយល់ហើយអូខេអញ្ចឹងដាវគឺមានតែប៉ុណ្្នឹងទេមើលខ្ញុំមើលនេះវិញមើលអានេះខ្ទង់លៀននេះអូកប់អូខេឥឡូវរបស់បន្តទៀតគឺ item វិញម្ដងសុំតោះមែនតើអ្នកនេះអាកន្លែងនេះខ្ញុំអត់ដឹងថាអីគេខ្លះទេនេះអ្នកនេះអាចមើលបានតែសម្រាប់អ្នកចេះលេងហ្នឹងហើយខ្ញុំអត់ដឹងថា item អីគេខ្លះទេចាអូខេអញ្ចឹងសម្រាប់អាវុធគឺមានតែប៉ុណ្្នឹងទេសម្រាប់ item អីអញ្ចឹងណាឥឡូវយើងមើលទៅលើ item ជីវិញម្ដងអញ្ចឹងវាមាន3ប្រភេទណាអានេះគឺយើងជីសម្រាប់លើដីអញ្ចឹងទៅអានេះវិញយើងសម្រាប់ជីក្នុងទឹកមិនជីក្នុងទឹកជីលើទឹកអីអញ្ចឹងទៅយ៉ាអានេះគឺយើងស្រាប់ហោះអូខេអញ្ចឹងឥឡូវយើងមើលសម្រាប់ជិះលើដីវិញគឺយើងមានអីគេអានេះជ្រូកអូខេអានេះ monok អានេះសេះ monok អូខេហើយបាទអានេះវិញអានេះបើតាមខ្ញុំនេះណាគ្នាគឺវាចេញមកពី One Punch Man អាសត្វឆ្កែហ្នឹងយ៉ាអាសេះនេះគឺល្បឿនលឿនជាងគេជ្រូកនេះវិញ65អូខេល្បឿនវាលឿនគួរសមដែរណាគ្នាប៉ុន្តែក្នុងចំណោម3ហ្នឹងគឺអានេះលឿនជាងគេនេះអាសេះ monok នេះលឿនជាងគេចឹងអាហ្នឹងជីលើដីមានតែ3មុខហ្នឹងទេអូខេមកឥឡូវយើងមើលអាជីក្នុងទឹកវិញម្ដងអាហ្នឹងដូចជាទុកនៅក្នុង One Piece ដែរចាឥឡូវជប់វាជីក្នុងទឹកសិនថាវា speed លឿនប៉ុណ្ណាអូខេមកយើង test speed ទាំងអស់គ្នា Yes sir អូបាទគេថា speed លឿនកប់តែម្ដងប្រហែលដែរអូ195ចូល speed លឿនអីចឹងអូខេបានតែប៉ុណ្្នឹងបានហើយឥឡូវយើងចូលទៅដល់ជើងហោះហើរវិញម្ដងអូខេហើយចាជើងហោះហើរនេះគឺគាត់មាននាគ2ក្បាលផងដែរយ៉ាអានេះគឺ90 speed អានេះក៏150យើងយឺតជាងទុកមិញទេអូខេឥឡូវខ្ញុំតេស្តនាគអន់សិនអូខេមកជិះមើលថាវារូបរាងបែបមិនដែរ wait អានេះគេឲ្យហក់ឲ្យចុចអក្សរ M អូខេតោះនេះអីខ្ជូតខ្ញុំមើលមុខវាអត់ឃើញផងងាកក្បាលអត់កើតទេងាកក្បាលទៅមើលក្បាលនេះអត់កើតផង not bad តើឥឡូវយើងមើលនាគមួយក្បាលទៀតបាទវ៉ាវអានេះ Blue Dragon ចាំអានេះ Kaiser I don't know ហើយយើងតេស្តមើលទាំងអស់គ្នាវ៉ូដូចជាវាមិនមែនជាសមោលទេតែវាប្រខៀវអីចឹងណាអានេះរៀងលឿនជាង150 speed ខ្ញុំអាចមើលមុខវាបានទេណាអញ្ចឹងដឹងមុខនាគនឹងបែបមិនទេអញ្ចឹងបើយើងរកខ្ជិលជីទុកអីយើងអាចជិះនាគឆ្លងសមុទ្រអីបានអញ្ចឹងណាហើយឬក៏យើងបើចង់ឡើងលើណាមួយចង់ឡើងលើនេះអីជិះនាគហោះបាន yes sir ចឹងគឺអែមខ្លាំងមែនតើអូខេចឹងអានឹងសម្រាប់សម្ភារៈយើងហៅថាយានជំនិះគឺមានតែប៉ុណ្្នឹងទេយ៉ាអូខេមកឥឡូវយើងចូលទៅដល់របស់ពិសេសគឺជា Shadow Arise គឺគ្នាយើងក៏ចង់ដឹងថាតើមានអីគេ yes sir ឥឡូវកុំវែងឆ្ងាយយើងធ្វើការទៅមើលសមោល Shadow ទាំងអស់គ្នាតើ let's go យោដល់តែគឺថា
style Beru thằng Beru I don't know but ក្នុងនេះគេដាក់ zero អញ្ចឹងគេកុំឲ្យដូចក្នុង anime អញ្ចឹងគឺ style Beru ទាំងអស់តែម្ដងបាទនេះអីគេ Unquin អញ្ចឹងទៅ yes sir អូខេហើយអត់មាននេះទៀតទេមានតែខ្លាំងមានតែពួកសម្ោចអស់ហ្នឹងយ៉ាតែអ្នកនេះក៏លេខទៅមើលអាកម្រិតរបស់វានេះ rank នៃ shadow អស់ហ្នឹងនេះអានេះ S S double S បាត់ហើយអានេះហើយអានេះវិញ G យ៉ា wow អានេះគឺអានេះបើតាមខ្ញុំហៅអានេះ S rank hunter យ៉ាអានេះnational rank hunter យ៉ាអានេះប្រភេទ general អីចឹងទៅយ៉ាតែបើយើងស្រួលហើយយើងហៅ SS ទៅអានេះ G យ៉ាអា G នេះគឺខ្លាំងដល់កណារហូត 3.40 trillion អ្នកនរនេះ wow damage គឺកប់តែម្ដង damage ពួកនេះគឺខ្ទង់ billion យ៉ា not bad នេះគឺ account ខ្លាំងមែនទេអូខេបើយើងមើល Unquin Unquin ដូចខ្ទង់ K ទេយ៉ាតែសំខាន់ណាពួកនេះគឺសាហាវនេះគឺមានតែប៉ុណ្្នឹងទេជើងខ្លាំងអត់មានសងជិនវូអីទេអូខេអញ្ចឹងយើងធ្វើការ arrive សម្រាប់យើងមកយោកងតបសម្ោចបាទអូខេពួកនេះ legend ទេតែគឺសាហាវខ្លាំងមែនបាទអូខេអញ្ចឹងសម្រាប់ការ review របស់យើងគឺមានតែប៉ុណ្្នឹងទេអូខេឥឡូវសួរថាតើ account នេះបានមកពីណាយ៉ាអញ្ចឹង account នេះគឺមិនមែនទៅ system ឲ្យទេខ្ញុំគ្រាន់តែធ្វើលេងទេឲ្យឡមើលសម្រាប់ account នេះគឺ fan របស់យើងគឺគាត់អ្នកឲ្យខ្ញុំតែម្ដងនិយាយទៅគឺខ្ញុំពិតជាអរគុណខ្លាំងមែនតើគាត់ធ្វើការ chat មកឲ្យជាមួយនឹង account នឹងមកខ្ញុំហើយគាត់សុំឲ្យខ្ញុំធ្វើការ review account នឹងផងលើកមុនខ្ញុំធ្វើពី game fish អ្នកនរនេះគឺខ្ញុំធ្វើតែមួយវីដេអូនឹងទេគឺមានគ្នាយើងគាត់គ្រប់ត្រូលរៀងច្រើនដែរសម្រាប់ខ្ញុំហើយធ្វើបានតែមួយហ្នឹងក៏មានគ្នាយើងគាត់ account មកខ្ញុំហីហើយខ្ញុំមិនធ្វើការយក account ហ្នឹងមក review ហើយលើកនេះខ្ញុំធ្វើ arrive crossover នេះបានតែមកវីដេអូក៏មានគ្នាយើង fan យើងណាម្នាក់គាត់ឲ្យអាហ្នឹងមកខ្ញុំទៀតនិយាយទៅគឺខ្ញុំមិនដឹងនិយាយមិនទេណានេះក្រៅពីពាក្យអរគុណយ៉ាអញ្ចឹងបើគេឲ្យយី review ប្រកាសជា review ណានេះល្អ account នេះអញ្ចឹងខ្ញុំអរគុណណាស់នេះខ្លាំងមែនតើសម្រាប់ការគ្រប់ត្រូលហើយយើងគិតចិត្តដល់ 6k ផងដែរ yes sir ចុះវីដេអូរបស់យើងថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងទេអរគុណណាស់នេះខ្លាំងមែនតើសម្រាប់ការទស្សនាពីដើមដល់ចប់យើងនឹងជួបគ្នានៅវីដេអូក្រោយៗទៀត bye bye